សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambodian Study នៅក្នុងវីដេអូនេះគឺយើងនឹងចូលទៅសិក្សាអំពី comment 3បន្ថែមទៀតដែល comment ទី1គឺយើងសិក្សាអំពី comment strict ដែលមាន shortcut key អក្សរ S ហើយនិង comment ទី2 comment scale ដែលមាន shortcut key SC ហើយនិង comment ទី3គឺ comment offset ដែលមាន shortcut key អក្សរ O អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងចូលទៅសិក្សាទាំងអស់គ្នានេះ comment strict ដែលមាន shortcut key អក្សរ S strict គឺ comment មួយដែលយើងអាចអង្កលឬក៏ទាញ object របស់យើងបានអញ្ចឹងយើងចូលទៅសិក្សាស្វែងយល់ពីវាទាំងអស់គ្នាហើយឧទាហរណ៍យើងគូ line មួយយើងគូ line បែបនេះប៉ុន្តែប្រវែង line នេះគឺវាអត់ទាន់ដល់ប្រវែងមួយដែលយើងត្រូវការទេឧទាហរណ៍ថាយើងចង់ឲ្យប្រវែងហ្នឹងវាលូតដល់ចំណុចនេះហើយចំណុចគោលនេះគឺយើងយកប៉ុណ្ណឹងហើយគឺអូខេប៉ុណ្ណឹងហើយប៉ុន្តែចំណុចខាងនេះគឺយើងអត់ទាន់ចង់បានត្រឹមហ្នឹងទេហើយយើងអត់ប្រើ comment extend ទេយើងចង់ប្រើ strict អញ្ចឹងយើង select ពីលើវាមកត្រង់ចំណុចនេះហើយយើងវាយអក្សរ S enter ហើយយើងចាប់ទាញវាមកនេះបែបនេះយើងចាប់ទាញបែបនេះហើយបងប្អូនឆ្ងល់ថាហេតុអីក៏យើងមិន select វាហើយយើងចាប់ទាញវាបែបនេះហ្មងមកអានេះវាគ្រាន់តែជាការពន្យល់ទេអានេះវាជាបន្ទាត់ឧទាហរណ៍ថាបើយើងមាន rectangle មួយឧទាហរណ៍ថា rectangle បែបនេះហើយយើង select ពីលើវាមកហើយយើងវាយ S enter ហើយយើងទាញវាបែបនេះបើសិនយើង select ធម្មតាហើយយើងទាញគឺវាអត់មកទេហើយបងប្អូនត្រូវដឹងថា comment strict នេះដែរបើយើងចង់ទាញនៅចំណុចណាគឺយើងត្រូវ click តែត្រឹមចំណុចនេះទេឧទាហរណ៍ក្នុងករណីដែលបងប្អូន select full បែបនេះហើយបងប្អូនវាយអក្សរ S enter ហើយបងប្អូនចាប់ទាញគឺវាអត់ឲ្យទេឃើញទេនេះវាទៅជារង្គើវិញអញ្ចឹងត្រង់ចំណុចនេះបងប្អូនត្រូវចាំនៅពេលដែលបងប្អូនចង់ប្រើ comment strict បងប្អូនចង់ទាញចំណុចនេះអញ្ចឹងបងប្អូនត្រូវ click តែមកទិសខាងហ្នឹងបានហើយយើងវាយ S enter ហើយយើងចាប់ទាញវាមកនេះឃើញទេយើងចាប់ទាញបានហើយប៉ុន្តែនៅក្នុងករណីដែលយើង select អស់បែបនេះហើយយើងវាយអក្សរ S ហើយយើងចាប់ទាញវាឃើញទេវាអត់ឲ្យទេហ្នឹងគឺ comment strict ឧទាហរណ៍ក្នុងករណីបែបនេះបងប្អូនមាន line បែបនេះហើយយើង copy វាទាញវាមកថាវាថា5បន្ទាត់ចាស់បែបនេះនេះត្រង់ចំណុចនេះបងប្អូនឃើញវាលៀនសងខាងបែបនេះហ៎ប៉ុន្តែសួរថាបើយើងប្រើ comment trim បាននេះបានប៉ុន្តែក្នុងករណីនេះគឺខ្ញុំអត់ចង់ប្រើ comment trim ទេខ្ញុំចង់បញ្យល់បងប្អូនអំពី comment strict អញ្ចឹងយើងអាចប្រើ comment strict បែបនេះបានហើយយើងវាយ S enter ហើយយើងចាប់ទាញវាមកឃើញទេនេះយើងចង់ទាញទៅណាក៏បានដែរហើយយើងទាញត្រឹមហ្នឹងមកហើយយើងទាញចង់ទាញចូលដល់នេះក៏បានដែរប៉ុន្តែបើ comment trim វាត្រឹមនឹងកាត់ត្រឹម object ខាងក្រៅនេះទេប៉ុន្តែមើល comment strict យើងអាចទាញដល់ក្នុងបានឥឡូវយើងសាកទាញខាងក្រោយនេះមើលនេះឃើញទេបងប្អូនយើងអាចទាញបាននេះហើយគឺ comment strict អញ្ចឹងសូមបងប្អូនទាំងអស់គ្នាមើលហើយយើងរៀនអនុវត្តធ្វើវាទាំងអស់គ្នាអញ្ចឹង comment strict ខ្ញុំបញ្យល់បងប្អូនប៉ុណ្ណេះយើងបន្តទៅមុខទៀតយើងចូលដល់ comment scale comment scale គឺមាត្រដ្ឋាននៅក្នុងប្លង់របស់យើងហ្នឹងគឺយើងអាចពង្រីកពង្រួមវាបានតាមចិត្តឥឡូវយើងចូលទៅស្វែងយល់សិក្សាអំពី scale ទាំងអស់គ្នាឥឡូវឧទាហរណ៍ថាបងប្អូនមាន rectangle បែបនេះឥឡូវយើងចាប់ទាញមកយើងវាយវា600យើងវាយវាប្រវែង600ក្បៀស600ប៉ុណ្នេះប៉ុន្តែយើងចង់បរិច rectangle ហ្នឹងឲ្យវាធំជាងនឹង2ដងអញ្ចឹងយើង click ពីលើវាមកហើយវាយ SC enter ហើយយើងគុណនឹង2មកយើងចុចលេខ2 enter sorry ម្ដងទៀតយើង click SC enter click 1ហើយវាយលេខ2 enter នេះបងប្អូនករណីដែលយើងចង់កើ object យើងឲ្យធំជាងមុន2ដងគឺយើងអាចប្រើវិធីសាស្ត្រនេះបានឥឡូវយើងចាប់ dimension វាមើលថាវាប្រវែង1200មែនអត់នេះប្រវែង1200ដែលទំហំដើមដែលយើងគូដំបូងហ្នឹងគឺវាប្រវែងតែ600គ្រា600ទេឥឡូវយើងចង់ថាឧទាហរណ៍ថាយើងចង់បានទំហំហ្នឹងធំជាងនឹង4ដងតែយើងធ្វើបានដូចគ្នាយើង click មួយមក SC enter click 1ហើយបែរលេខ4នេះ
ឃើញទេទំហំហ្នឹងវាធំជាងមុន4ដងឥឡូវយើងចាប់ដៃមិនសិនមក D L I enter 2400 600 ក៏នឹង4ហ្នឹងហើយ 2400 អានេះគឺយើង scale ពង្រីកចុះក្នុងករណីដែលបងប្អូនចង់ scale ពង្រួមតែយើងអាចធ្វើបានទេបានគឺយើងអាចធ្វើបានក្នុងករណីដែលយើងពង្រីកយើងគុណប៉ុន្តែនៅក្នុងករណីដែលយើងពង្រួមគឺយើងចែកមកអានេះវាទំហំវា600 ក៏នឹង600អញ្ចឹងយើងបើសិនជាយើងចង់ឲ្យវាចែកយ៉ាងពីរយើងប្រើ1ចែកនឹង2មកឥឡូវយើង click លើវាមក SC enter click 1ហើយយើងវាយលេខ1ហើយដាក់សញ្ញាចែកនឹង2ហើយយើង enter ឃើញទេនេះចែក2ហើយមើលចាប់ dimension វាមើល D I enter នេះប្រវែងវាសល់300អានេះគឺការប្រើ scale ពង្រីកពង្រួមរបស់យើងប៉ុន្តែបងប្អូនសួរថានេះជាងក្នុងការពង្រីកពង្រួមដែលយើងមានຂະຫນាតត្រឹមត្រូវប៉ុន្តែក្នុងករណីដែលថាយើងចង់ទាញ object មួយប៉ុន្តែយើងអត់ត្រូវការមាត្រដ្ឋានទេសួរថាយើងអាចធ្វើបានទេបានគឺយើងអាចធ្វើបានដូចគ្នាឥឡូវយើង click object មួយមក C enter ហើយយើងចាប់ទាញវានេះបែបនេះគឺយើងអាចទាញវាបានយើងអាចទាញវាបានអញ្ចឹងពង្រីកពង្រួមតាមតម្រូវចិត្តបងប្អូនដែលចង់បានប៉ុណ្ណាអញ្ចឹងយើង click មួយមកនេះ click object SC enter ហើយទាញវាមកអានេះគឺក្នុងករណីដែលយើង scale object មួយប៉ុន្តែយើងចង់ទាញវាដោយមិនកំណត់មាត្រដ្ឋានហើយនឹងក្នុងករណីមុនគឺយើងកំណត់មាត្រដ្ឋានតែក្នុងករណីមួយទៀតឧទាហរណ៍ថាអានេះវាជាផ្ទះប៉ុន្តែផ្ទៃខាងមុខហើយយើងមានទ្វារមួយឧទាហរណ៍ថាយើងមានទ្វារបែបនេះទំហំប៉ុណ្នេះហើយយើងមានទ្វារមួយទៀតទំហំប៉ុណ្នេះយើងមានទ្វារពីរຂະຫນាតនេះប៉ុណ្នេះហើយត្រង់ចំណុចនេះគឺយើងចង់ scale ទ្វារទូចនេះឲ្យវាធំប៉ុណ្ណាទ្វារធំនេះអញ្ចឹងក្នុងករណីនេះគឺយើងធ្វើបែបណាក្នុងករណីនេះគឺយើងទាញវាដោយកំណត់អញ្ចឹងក្នុងករណីនេះគឺយើងប្រើវិធីសាស្ត្រមួយគឺយើង click ទៅលើ object មកហើយយើងវាយ S C enter គឺហើយយើង click មួយចំណុចខាងក្រោមនេះដោយសារខាងក្រោមនេះគឺយើងអត់ចង់ឲ្យវារំកិលទេយើងចង់ឲ្យវានៅនឹងអញ្ចឹងយើងចង់ឲ្យវារីកខាងលើនេះអញ្ចឹងយើង click ខាងក្រោមនេះមកហើយយើងវាយអក្សរ O enter ហើយយើងទាញពីរចំណុចទាញចំណុចមួយចំណុចនេះមួយអូសមកលើនេះបែបនេះគឺយើងអាចពង្រីកវាបានបែបនេះហើយត្រង់ចំហៀងខាងនេះវានៅស្ទើរហើយត្រង់ចំណុចនេះគឺយើងអាចប្រើ command strict បានយើង click ទៅលើវាត្រង់ចំណុចនេះហ្នឹងយើង click ទៅលើវាបែបនេះហើយយើងវាយclick ទៅលើវាបែបនេះហើយយើងវាយ S enter ហើយយើងចាប់ទាញវាមកនេះគឺយើងអាចចាប់ទាញវាបែបនេះមកបានការប្រើ command scale នេះក្នុងចំណុចទី1គឺយើងប្រើ scale មួយដែលមានមាត្រដ្ឋានមួយកំណត់ច្បាស់លាស់ហើយនឹងវិធីសាស្ត្រទី2ហ្នឹងគឺយើងប្រើ scale ដែលទាញដោយមិនមានប្រើមាត្រដ្ឋានអីហើយក៏មិនមានទីតាំងណាមួយកំណត់ទំហំអីដែរហើយចំណុចទី3នេះគឺយើងប្រើមិនប្រើមាត្រដ្ឋានច្បាស់លាស់ទេហើយក៏យើងមិនអាចទាញតាមចិត្តដែរគឺយើងមានទំហំកំណត់មួយអញ្ចឹងបងប្អូនយល់ណាត្រង់ចំណុចនេះអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនភាសាទៀតនៅពេលដែលបងប្អូនចង់ scale object មួយឲ្យប៉ុនទំហំដែលយើងកំណត់ណាមួយនោះគឺយើងជាដំបូងគឺយើងឧទាហរណ៍គូមួយសិនគូបែបនេះដំបូងគឺយើង click លើ object ហើយយើងវាយ SC enter ហើយយើង click មួយចំណុចហើយនៅពេលបងប្អូន click ហ្នឹងបងប្អូនត្រូវដឹងទៀតថាបងប្អូនចង់ឲ្យវាមាត្រដ្ឋានហ្នឹងគឺវារីកឬក៏រួមនៅទិសខាងណាបើសិនជាយើងចង់ឲ្យវារួមទិសខាងនេះគឺយើង click ខាងនេះប៉ុន្តែបើសិនជាចង់រីករួមខាងនេះបើសិនជាចង់ឲ្យរីករួមខាងនេះគឺយើងត្រូវ click ទិសខាងនេះហើយយើងចង់រីករួមខាងនេះអញ្ចឹងយើង click ទិសខាងនេះមក click មួយចំណុចយើងវាយអក្សរ O enter ហើយយើង click ពីរចំណុចទៀតបែបនេះនេះយើងអាចពង្រីកវាបែបហ្នឹងហើយត្រង់ទិសខាងនេះគឺយើងអាចប្រើ command strict អក្សរដែលមានសុខាត់ S ហ្នឹងគឺយើងចាប់ទាញវាមកបានហើយបែបនេះដល់ទៀត click object S enter ហើយយើងចាប់ទាញវាមកបែបនេះមក
nó mong ôn vốn ca prao comment scan chẳng dân bật to từ một mườiចំណុចទៀតគឺ comment offset offset នេះគឺវាស្ទៀងទៅនឹង comment copy ដែរប៉ុន្តែវាមានលក្ខណៈពិសេសជាង comment copy ច្រើនឥឡូវយើងចូលទៅឧទាហរណ៍បែបនេះឥឡូវខ្ញុំគូ line បែបនេះមួយគូ line បែបនេះមួយប៉ុន្តែខ្ញុំចង់បាន line មួយទៀតប្រវែងប៉ុណ្្នឹងដូចគ្នាប៉ុន្តែឲ្យវានៅកម្រិត100 មីលីម៉ែត្រពីបន្ទាត់ចាស់ហ្នឹងអញ្ចឹងបើសិនជាយើង copy គឺយើងប្រើបានដែរឧទាហរណ៍ថាយើង click object មកយើងវាយ copy មកហើយយើងចាប់ទាញ object នេះមកហើយយើងវាយ100បែបនេះប៉ុន្តែនេះជា command copy វាមានយើងអាចប្រើបានក្នុងករណីមួយចំនួនប៉ុន្តែក្នុងករណីមួយចំនួនគឺយើងអាចប្រើ command copy បានទេគឺយើងត្រូវប្រើ command offset ឥឡូវឧទាហរណ៍បែបនេះហើយយើងចង់ offset បន្ទាត់ហ្នឹងមកក្រោមនេះទៀតឲ្យច្រើនតែមានកម្រិត100 មីលីម៉ែត្រអញ្ចឹងយើង click ទៅលើ object មកហើយយើងវាយ O enter បែបនេះហើយយើងវាយប្រវែងមកដែលយើងចង់ឲ្យវា clear បានឧទាហរណ៍ថាយើងវាយ120មក enter ឃើញបែបនេះហើយយើងចង់បន្ថែម object ទៀតយើង click បែបនេះមកគឺបានបែបនេះហើយឃើញទេនេះប៉ុន្តែក្នុងករណីដែលថាយើងចង់បានច្រើនក្នុងករណីដែលយើងគូកម្មចន្ទាជាដើមអញ្ចឹងហើយយើងចង់បានកម្មជាច្រើនប៉ុន្តែបើយើងគូនៅមួយបែបនេះគឺវាយូរក្នុងករណីនេះគឺយើងអាចប្រើករណីពិសេសបែបទី1គឺយើង click ទៅលើ object មកហើយយើងវាយ comment offset យើងមកអក្សរ O enter ហើយយើង click មួយហើយយើងវាយមក100 enter បែបនេះក្នុងករណីនេះយើងចង់ offset ទៅខាងលើឬក៏ខាងក្រោមបើយើងចង់ offset ទៅខាងលើគឺយើងដាក់ mouse យើងទៅខាងលើបើ offset ខាងក្រោមយើងដាក់ mouse មកខាងក្រោមហើយក្នុងករណីនេះដើម្បីឲ្យលឿនវិធីសាស្ត្រមួយលឿនគឺយើងប្រើ command enter បន្តមួយទៀតវាយអក្សរ M មក enter មកហើយតង់ចំណុចនេះគឺយើងគ្រាន់តែ click មកគឺវានឹង load ឲ្យហើយនេះបងប្អូនចង់បានប៉ុន្មានកម្មគ្រាន់តែ click បែបនេះមកគឺនឹង load ឲ្យហើយបើករណីដែលបងប្អូនចង់ offset ទៅខាងលើយើងគ្រាន់តែរុញបន្ទាត់នេះឲ្យមកលើអា object ដើមរបស់យើងនេះបែបនេះមកហើយយើងចុច click ទៅវានឹង load ទៅហើយអានេះក្នុងករណីដែលបងប្អូនគូកម្មចនាហើយយើងចង់លឿនឬក៏បងប្អូនអាចយកទៅគូអ្វីផ្សេងក៏បានដែរនៅក្នុងសិលកិច្ចការរបស់បងប្អូនអញ្ចឹងយើងលុបវាមកហើយខ្ញុំសង្ឃឹមថាបងប្អូនយល់អំពី command offset នេះហើយក្នុងករណីមិញនេះគឺយើងប្រើ command copy បានដែរប៉ុន្តែក្នុងករណីមួយចំនួនដែលយើងមិនអាចប្រើ command copy បានឧទាហរណ៍ថាយើងមានមុខកាត់ធ្នឹមឥឡូវខ្ញុំគូមុខកាត់ធ្នឹមមួយដែលមានប្រវែង2 តឹកគុណនឹង4 តឹកបែបនេះមុខកាត់ធ្នឹមបែបនេះហើយមុខកាត់ធ្នឹមនេះនៅពេលយើងគូមុខកាត់ធ្នឹមយើងប្រកាសជាឃើញសរសៃដែកហើយនឹងប្រកាសជាឃើញដែកកងហើយនៅពេលយើងពុះកាត់ធ្នឹមមកហើយក្នុងករណីនេះដែកកងវាប្រកាសជាមានសាច់ cover លៀនkiaនេះហើយក្នុងករណីដូចទីហៅថា cover វា25អញ្ចឹងតែយើងនៅត្រូវគូបន្ទាត់បែបនេះមែនទេគូបន្ទាត់ពីចោល25បែបនេះហើយទាញមកក្រោម25បែបនេះហើយគូបន្ទាត់25ចុះមកក្រោមបែបនេះទៀតហើយបានកាច់មកនេះវិញហើយ copy វាមកដាក់4ទិសហើយបានយើងគូ rectangle មែនទេឬក៏យើងដឹងប្រវែងទំហំសរុបរបស់យើង rectangle នេះហើយយើងមកអង្គុយដកសងខាងនេះហើយបានយើងវាយ rectangle ថ្មីហើយយកមកចាប់ត្រង់ចំណុចនេះមែនទេគឺគេធ្វើហ្នឹងឯងគឺវា U ក្នុងករណីនេះគឺយើងអាចប្រើ command offset បានវាងាយស្រួលហើយលឿនទៀតឧទាហរណ៍ឥឡូវយើង click លើ object យើងមកយើង click លើ object បែបនេះហើយយើងវាយអក្សរ O enter ហើយយើងវាយប្រវែងមកប្រវែងដែលយើងចង់ឲ្យវា offset មកប្រហែលឧទាហរណ៍ថាយើងវាយ25ចុះហើយយើង enter មកឃើញទេនេះបែបនេះហើយយើងចង់វាយមួយទៀតបានបែបនេះហើយយើងចង់ទាញទៅក្រៅបានទេបានបែបនេះមិនក្នុងករណីដែលបងប្អូនយកទៅគូជ្រីឬក៏គូម៉ូដទ្វារផ្ទះទ្វារអីហ្នឹងក៏បានដូចគ្នាគឺយើងប្រើ command offset នេះគឺវាលឿនក្នុងវីដេអូនេះណាគឺខ្ញុំបញ្ចូលតែ3 command ហ្នឹងទេគឺ command strict scale ហើយនិង offset អញ្ចឹងបងប្អូនចាំ strict គឺមាន shortcut
អក្សរ S scale គឺ AC ហើយនឹង offset គឺអក្សរ O ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងមើលវីដេអូនេះហើយយើងនឹងរៀនសាកល្បងធ្វើវាទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលមានបំណងចង់រៀនផ្នែកវិស្វករបងប្អូនអាចមើលវីដេអូនេះបានហើយក្នុងករណីដែលបងប្អូនមិនសូវមានពេលវេលាទៅរៀននៅខាងក្រៅហើយមិនមានលុយក្នុងការចំណាយរៀននៅវគ្គខ្លីៗនៅសាលាខាងក្រៅអញ្ចឹងបងប្អូនអាចមើលវីដេអូនៅក្នុង Channel Cambodian Study ហើយយើងនឹងរៀនស្វែងយល់សិក្សាធ្វើវាទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាបងប្អូននឹងតាមដានវីដេអូនេះតាំងពីវីដេអូទី1របស់ខ្ញុំរហូតដល់វីដេអូបញ្ចប់ហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្តរហូតនៅក្នុងវគ្គមេរៀន AutoCAD នេះដើម្បីឲ្យបងប្អូនតាមដានហើយនឹងសិក្សាបានដោយមិនចាំបាច់ចំណាយលុយហើយនឹងពេលវេលាច្រើនទៅរៀននៅខាងក្រៅអញ្ចឹងវីដេអូនេះខ្ញុំសម្រេចបញ្ចប់នៅត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ